សួស្តីបងប្អូនអរគ្នាវីដេអូនេះសល់ពីវីដេអូកាត់លេងភ្នំតាម៉ៅហើយចេះតែយកមកកាត់ចែកជូនអ្នកទាំងអស់គ្នាទស្សនាទៅហើយជាស្រ័យផងសម្រាប់quality វីដេអូអត់ច្បាស់ដោយសារយើងថតកាមេរ៉ាទូរស័ព្ទហើយរៀងស៊េរីរៀងទៀតចឹងណាជាស្រ័យផងហើយវីដេអូនេះចង់បង្ហាញអ្នកទាំងអស់គ្នាថាជីវិតរបស់យើងម្នាក់ៗយើងមានពេលធ្វើការយើងក៏មានពេលសម្រាប់សម្រាប់ខ្លួនឯងយើងផ្ដល់ក្តីសុខឲ្យខ្លួនឯងចឹងណាទៅទីចិត្តទីឆ្ងាយកន្លែងណាក៏ដោយដើម្បីបំពេញក្តីសុខខ្លួនឯងចឹងទៅដូចអ្នកខ្លះគាត់ចូលចិត្តដើរតាមផ្សារទំនើបអ្នកខ្លះចូលចិត្តទៅហូបនេះទៅហូបនោះអង្គុយមាត់ទន្លេចាក់ខ្ចៅអីចឹងទៅហូបចុកតិចតួចជុំគ្នាបងប្អូនមិត្តភក្តិហើយសម្រាប់ខ្ញុំចូលចិត្តទៅតំបន់ដែលមានធម្មជាតិព្រៃភ្នំអីចឹងទៅទឹកធ្លាក់ទឹកអូរឬក៏មានដើមឈើច្រើនចឹងណាវាជាចំណូលចិត្តរបស់មនុស្សម្នាក់ៗទេអ្នកទាំងអស់គ្នាដោយសារនោះយើងអាចថា100នាក់គឺចិត្ត100ហើយវាមិនមែនចិត្តដូចគ្នាទេអ្នកខ្លះគាត់ចូលចិត្តដើរផ្សារទៅលើចូលចិត្តអីចឹងទៅដល់ឡែកខ្ញុំតំបន់ដែលមានធម្មជាតិឬក៏ដើមឈើអីច្រើនគឺជាកន្លែងដែលខ្ញុំចូលចិត្តហើយបើឲ្យថាខ្ញុំទៅដើរលេងអីផ្សារទំនើបអីដូចគេខ្ញុំដូចជាអត់សូវទេអ្នកទាំងអស់គ្នាតែថាយើងអត់សូវចូលចិត្តទៅដើរលេងតាមផ្សារទំនើបតែអីណាមួយវាគប់ផ្សំនឹងកត្តាអត់លុយផងហើយមិនសូវមានពេលផងហើយចំណូលចិត្តយើងដូចជាអត់សូវមានទៅខាងហ្នឹងផងអញ្ចឹងគាត់ថាខ្ញុំនៅភ្នំពេញយូរឆ្នាំមែនក៏ប៉ុន្តែខ្ញុំស្គាល់ផ្សារទំនើបដើរលេងអីច្រើនតាមផ្សារទំនើបអីដូចជាមិនទេអ្នកទាំងអស់គ្នាខ្ញុំចូលចិត្តដើរលេងតាណារៀងឆ្ងាយវាមិនឆ្ងាយណាស់ចិត្តពេញតែវាអាចថាវាទៅតំបន់ដែលមានធម្មជាតិអីចឹងណាដូចជាកន្លែងភ្នំតាម៉ៅគិរីរម្យអីចឹងទៅហើយតំបន់ចិត្តពេញដូចសួនសត្វមង្ឃលទ្ធាចឹងទៅមានចកាក្រូចមានចកាស្វាយមានភ្នំមានអីកន្លែងនេះខ្ញុំចូលចិត្តមិនមែនថាយើងមិនចូលចិត្តកន្លែងដែលកែច្នៃទេគ្រាន់តែយើងចូលចិត្តអាមានធម្មជាតិអញ្ចឹងណាអ្នកទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាកុំភ្លេចផ្ដល់សេចក្តីសុខឲ្យខ្លួនឯងផងពេលដែលតនេពីការងារឬក៏រកស៊ីជួញដូរអីផ្សេងហ្នឹងទៅយើងព្យាយាមផ្ដល់សេចក្តីសុខឲ្យខ្លួនឯងតាមរយៈការធ្វើដំណើរកម្សាន្តដោយអាណគ្រួសារជួបជុំមិត្តភក្តិអីជាដើមហ្នឹងទៅព្រោះថាជីវិតរបស់យើងវាមិនទៀងមិនដឹងថាទៅថ្ងៃមុខយើងជួបអីខ្លះចឹងណាសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ពីបំណងល្អរបស់ខ្ញុំហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជាស្រ័យផងសម្រាប់រូបភាពវីដេអូមិនច្បាស់ល្អហើយនឹងខ្លឹមសារវីដេអូមួយនេះវាមិនបានមានអត្ថន័យអីច្រើនសម្រាប់អ្នកទាំងអស់គ្នាប៉ុន្តែវាជាសារក្រានលឹករបស់ខ្ញុំជូនអ្នកទាំងអស់គ្នា